តើការប្រកួតនៅក្នុងពិធីប្រកួតស្លថ្នាំភាគទី206នេះនឹងអាចជួយឲ្យសៀវយានបំពេញបំណងធំបំផុតក្នុងជីវិតរបស់យ៉ាឆិនបានទេសួស្តីអ្នកគ្រប់គ្នាជួបគ្នាជាលើកដំបូងយើងនឹងជជែកគ្នាអំពីព្រឹត្តិការណ៍ដ៏តានតឹងនៅក្នុងពាក្យថ្មីនេះដែលជាការបើកឆាកនៃការប្រកួតស្លថ្នាំរបស់តកូយ៉ានគោលបំណងពិតប្រាកដរបស់សៀវយានដដែលមកចូលរួមការប្រកួតកម្រិតកំពូលនេះគឺដើម្បីយកជ័យជំនះហើយនាំយកឈ្មោះឪពុកម្ដាយរបស់លោកគ្រូគេទៅចារឹកនៅលើស្លាកត្រកូលវិញបន្ទាប់ពីលោកគ្រូគេជាប់ត្រូវបានគេបណ្តេញចេញដោយអយុត្តិធម៌កាលពីនៅក្មេងនេះមិនមែនជាការប្រកួតដើម្បីភាពល្បីល្បាញតខ្លួននោះទេតែជាការតបស្នងសងគុណដ៏ធំធេងរបស់សិស្សចំពោះគ្រូបើយើងក្រឡេកមកមើលក្នុងវគ្គប្រកួតរបស់ក្រុមយុវជនទោះបីជាយ៉ាវធានទទួលបានលេខ1ដោយសារការស្លថ្នាំថ្នាក់ទី8ដែលទាញបានបន្ទះ9ពណ៌យ៉ាងអស្ចារ្យក៏ដោយប៉ុន្តែសម្រាប់ទស្សនិកជនកម្រិតរបស់គេនៅតែមិនអាចយកទៅប្រៀបធៀបជាមួយសៀវយានបានឡើយព្រោះសៀវយានអាចស្លថ្នាំកម្រិតទី9ដែលអាចទាញបានទាំងរន្ទះខ្មៅទៅហើយអ្វីដែលធ្វើឲ្យភាគនេះកាន់តែជក់ចិត្តគឺការលេចមុខរបស់ហ៊ុនស៊ីជឺមកពីត្រកូលហ៊ុនដែលមានរហស្សនាមថាជាសិស្សក្បត់គ្រូហើយជាអ្នកនៅពីក្រោយការតាមចាប់ព្រលឹមគ្រូស្លថ្នាំជាច្រើននៅលើ Twitter ការប្រឈមមុខគ្នារវាងសៀវយានដេមច្បងសិនណុងយ៉ាវ៉ាន់ហូនិងហ៊ុនស៊ីជឺក្នុងវគ្គប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ស្វិតស្វាញបំផុតដែលការពារកិត្តិយសរបស់គ្រូស្លថ្នាំទូទាំង Twitterសូមអរគុណអ្នកគ្រប់គ្នាបើសិនជាមានចំណុចអ្វីអាចខមមិននៅខាងក្រោមបានកុំភ្លេច Subscribe ដើម្បីទទួលបានការវិភាគថ្មីៗបន្ថែមទៀតចាំជួបគ្នានៅសប្តាហ៍ក្រោយ